ឆ្នាំក្រោយមកអាមេរិកបានបើកយុទ្ធនាការយោធាជាថ្មីនៅក្នុងប្រទេសអ៊ីរ៉ាក់ដែលលើកនេះសម្រេចដោយលោកប្រធានាធិបតីអូបាម៉ាតែបើគេធៀបនឹងអន្តរាគមន៍យោធាក្នុងឆ្នាំ2003ដែលសម្រេចដោយលោកប្រធានាធិបតី Bush គឺមានចំណុចសំខាន់ខុសគ្នាចំនួន2ទី1អន្តរាគមន៍យោធារបស់អាមេរិកក្នុងឆ្នាំ2014ត្រូវបានលោកអូបាម៉ាកម្រិតត្រឹមតែអន្តរាគមន៍យោធាតាមផ្លូវអាកាសប៉ុណ្ណោះពលគឺមិនបានបញ្ជូនទ័ពថ្មើរជើងចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ទេនិងខុសគ្នាទី2គឺគោលដៅកម្មវត្ថុរបស់លោក Bush កាលពីឆ្នាំ2003គឺទម្លាក់របបទីក្រុងបាក្ដាដរបស់លោកប្រធានាធិបតី Saddam Hussein ដែលទីក្រុង Washington សង្ស័យថាកំពុងលាក់អាវុធប្រឡាយលោកតែគេក៏មិនត្រូវភ្លេចនិយាយទេថានេះគ្រាន់តែជាលេសមួយប៉ុណ្ណោះព្រោះគោលដៅពិតរបស់អាមេរិកកាលនោះគឺតាមកម្ចាត់បណ្ដាញភេរវនិយមអាល់កៃដាដែលបានបង្កអំពើភេរវកម្មក្នុងទឹកដីអាមេរិកកាលពីថ្ងៃទី11កញ្ញា2001ជាង10ឆ្នាំក្រោយមកអាមេរិកក្នុងចំនួនលោកប្រធានាធិបតីអូបាម៉ាដែលបានសម្រេចដកទ័ពអាមេរិកទាំងអស់ចេញពីទឹកដីអ៊ីរ៉ាក់ហើយនោះក៏បានផ្ដើមចូលអន្តរាគមន៍ជាថ្មីដែលលើកនេះគឺដើម្បីជួយស្រោចស្រង់ប្រជាជនអ៊ីរ៉ាក់អ្នកកាន់សាសនាគ្រិស្តដែលកំពុងត្រូវបានពួកជីហាតតាមឈ្នានីសយ៉ាងព្រៃផ្សៃជាទីបំផុតទន្ទឹមនឹងការការពារផលប្រយោជន៍របស់ពួកគ្រឹះសាសនិកជនអ៊ីរ៉ាក់អន្តរាគមន៍យោធាផ្លូវអាកាសរបស់អាមេរិកពេលនេះក៏ដើម្បីជួយទប់ស្កាត់ការព្យាយាមដណ្ដើមអំណាចរបស់ពួកជីហាតនៅក្នុងប្រទេសអ៊ីរ៉ាក់ដែរគួររំលឹកជូនថារដ្ឋាភិបាលអ៊ីរ៉ាក់សពថ្ងៃជារដ្ឋាភិបាលមួយដែលបានជួយរៀបចំដោយអាមេរិកនិងមានការបែងចែកអំណាចរវាងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាមនិកាយសំខាន់ៗចំនួន3គឺស៊ុយនីត ជីអ៊ីតនិងគៀកតែបញ្ហានៅត្រង់ថាកម្លាំងរបស់ពួកកាន់សាសនាអ៊ីស្លាមនិយមជ្រុលឬហៅថាពួកជីហាតបាននឹងកំពុងមានឥទ្ធិពលកាន់តែខ្លាំងឡើងគឺពួកជ្រុលនិយមនេះហើយដែលបាននឹងកំពុងតាមធ្វើបាបពួកអ្នកកាន់សាសនាគ្រិស្តនិងអ្នកកាន់សាសនាយេស៊ីឌីតើពួកអ្នកកាន់សាសនាគ្រិស្តនិងអ្នកកាន់សាសនាយេស៊ីឌីនៅអ៊ីរ៉ាក់ជានរណានិងមានប្រភពមកពីណាគេពិតជាមិនអាចពន្យល់បកស្រាយឲ្យបានល្អិតល្អន់ចំពោះសំណួរខាងលើតែ1ឬ2នាទីបានទេអ្វីដែលគេអាចនិយាយសង្ខេបដោយយោងតាមប្រវត្តិសាស្ត្រនោះគឺថាពួកអ្នកកាន់សាសនាគ្រិស្តនិងអ្នកកាន់សាសនាយេស៊ីឌីបានរស់នៅក្នុងទឹកដីអ៊ីរ៉ាក់តាំងតែពីអើយមកម្លេះនិយាយស្រួលយល់គឺតាំងពីមុនថ្ងៃកកើតទឹកដីអ៊ីរ៉ាក់ជាផ្លូវការទៅទៀតតែបន្តិចម្ដងជាមួយនឹងការហូរចូលរបស់សាសនាអ៊ីស្លាមនិកាយខុសៗគ្នាពួកអ្នកកាន់សាសនាគ្រិស្តនិងអ្នកកាន់សាសនាយេស៊ីឌីបែរជាបានคล้ายទៅជាជនជាតិភាគតិចរស់ក្នុងទឹកដីកំណើតរបស់ខ្លួនទៅវិញគិតត្រឹមឆ្នាំ1932គ្រឹះសាសនិកជនអ៊ីរ៉ាក់មានប្រមាណជា 20% នៃប្រជាជនអ៊ីរ៉ាក់សរុបតែជាមួយនឹងការឡើងកាន់តំណែងរបស់លោកប្រធានាធិបតីអ៊ីរ៉ាក់សាដាមហ៊ូសេនក្នុងឆ្នាំ1979ពួកអ្នកកាន់សាសនាគ្រិស្តក៏បានផ្ដើមចាកចេញពីស្រុកកំណើតទៅរស់នៅបរទេសអ្នកមានលុយបានរត់ទៅតាំងលំនៅឋានជាអចិន្ត្រៃយ៍នៅក្នុងប្រទេសកាណាដាអូស្ត្រាលីអាមេរិកឬមួយក៏អឺរ៉ុបបន្តិចម្ដងជាមួយនឹងការធ្វើទុកបុកម្នេញពីអ្នកកាន់សាសនាដទៃពិសេសសាសនាអ៊ីស្លាមការរត់ចាកចេញរបស់ពួកគ្រឹះសាសនិកជនក៏បានផ្ដើមមានកាន់តែច្រើនឡើងក្រោយពីអន្តរាគមន៍យោធារបស់អាមេរិកក្នុងឆ្នាំ2003មកពួកអ្នកកាន់សាសនាគ្រិស្តបានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារធ្វើបាបជាប្រចាំពីអ្នកកាន់សាសនាអ៊ីស្លាមនៅទូទាំងប្រទេសគ្រាន់តែក្នុងរយៈពេល10ឆ្នាំកន្លងទៅមានស្លាប់គ្រឹះសាសនិកជនជាង 1000 នាក់និងមានវិហាររបស់ពួកគេជាង60កន្លែងបានទទួលរងការវាយប្រហារបន្តិចម្ដងចំនួនប្រជាជនអ៊ីរ៉ាក់អ្នកកាន់សាសនាគ្រិស្តកាន់តែថយចុះជាលំដាប់នៅសល់ប្រមាណតែ 5% ក្នុងឆ្នាំ2005 3% ក្នុងឆ្នាំ2007 2% ក្នុងឆ្នាំ2008និងកំពុងបន្តរត់ចេញជាបន្តទៀតនាពេលបច្ចុប្បន្នតើពួកគ្រឹះសាសនិកជននៅអ៊ីរ៉ាក់មិនមែនកំពុងទទួលរងការផុតរលត់ពីប្រទេសកំណើតដែលខ្លួនបានកសាងឡើងតាំងពីជិត20សតវត្សមកហើយនោះឬយ៉ាងណាបើពិតជាដូច្នេះមែននេះពិតជាការបាត់បង់មួយធំធេងណាស់ធំធេងមិនមែនសម្រាប់តែប្រទេសនិងប្រជាជនអ៊ីរ៉ាក់មួយប៉ុណ្ណោះទេតែវាជាការបាត់បង់មួយសម្រាប់មជ្ឈិមបូព៌ានិងមនុស្សជាតិទាំងមូលតែម្ដងគឺនៅក្នុងនេះហើយបានជានៅពេលនេះសហគមន៍អន្តរជាតិដែលមានអាមេរិកជាមេខ្លោងក៏បានសម្រេចចិត្តចូលខ្លួនជួយស្រោចស្រង់សហគមន៍មួយនេះតែគេក៏មិនត្រូវភ្លេចទេថាចំនួនសាសនាជាចំនួនមួយដ៏សែនពិបាកដោះស្រាយមិនថារវាងសាសនាគ្រិស្តនិងសាសនាអ៊ីស្លាមឬមួយក៏រវាងសាសនាអ៊ីស្លាមនិងសាសនាព្រះពុទ្ធនោះទេ